ចាប់ដើមធំនឹងក្តីមានគ្រួសារទៅខ្ញុំដឹងថាសេចក្តីសុខនៅក្នុងគ្រួសារមិនមែនទទួលបានពីប្រតិភិបលុយកាក់ទ្រព្យសម្បត្តិឬភាពហឺហាទាំងស្រុងឡើយវាកើតចេញពីសកម្មភាពល្អៗនិងអនុស្សាវរីយ៍ជាច្រើនបញ្ចូលគ្នាពោរពេញដោយក្តីស្រឡាញ់សម្រាប់ពួកខ្ញុំគ្រឿងផ្សំនៃសុភមង្គលគ្រួសារគឺមាន3ចំណុចពេលខ្លះមនុស្សដែលយើងស្រឡាញ់មិនប្រកាសថាពួកគាត់ត្រូវការកាដូដែលមានតម្លៃថ្លៃៗនោះទេអ្វីដែលពួកគាត់ត្រូវការគឺជាពេលវេលាការយកចិត្តទុកដាក់និងវត្តមានការញ៉ាំបាយជុំគ្នាដែលពោរពេញដោយសេចក្តីសុខការសន្ទនាដែលគ្មានទូរស័ព្ទឬគ្រាន់តែអង្គុយស្ងៀមនៅក្បែរគ្នាក៏អាចក្លាយជាការចងចាំមួយនិងជាអនុស្សាវរីយ៍មួយដ៏ល្អផងដែរគ្រួសារដែលមានសុភមង្គលមិនមែនជាគ្រួសារដែលមិនចុះសម្រុងគ្នានោះទេគឺជាគ្រួសារដែលជ្រើសរើសយកការគោរពសូម្បីតែនៅក្នុងគ្រាលំបាករបៀបដែលយើងនិយាយរបៀបដែលយើងស្ដាប់និងរបៀបដែលយើងការពារអារម្មណ៍គ្នាទៅវិញទៅមកគឺសំខាន់ជាច្រើនដងយើងគ្រាន់តែដឹងពីតម្លៃរបស់មនុស្សម្នាក់នៅពេលដែលពួកគាត់នឿយហត់ឬក៏ចាក់ចេញទៅពាក្យសាមញ្ញថាអរគុណគឺជាពាក្យមួយដ៏ល្អឬការទទួលស្គាល់ពីតម្លៃនៃការខិតខំរបស់នរណាម្នាក់អាចធ្វើឲ្យផ្ទះមានអារម្មណ៍ថាកក់ក្ដៅនិងសុវត្ថិភាពជាងមុនសរុបសេចក្តីមកសុភមង្គលនៅក្នុងគ្រួសារមិនមែនសំដៅទៅលើភាពល្អឥតខ្ចោះនោះទេគឺសំដៅទៅលើការបង្កើតផ្ទះមួយដែលអាចឲ្យអ្នករស់នៅទទួលបានអារម្មណ៍ថាស្រឡាញ់គោរពនិងមានសុវត្ថិភាពផ្លូវចិត្តបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល